Hello everyone, today we'd like to say welcome to Sana International School, and today we will learn some new vocabulary again related to the classroom work. So please see together. Welcome to our English class again, and today we focus only vocabularies and also making sentence and also make the question how to ask related to the word that we learn also. So please learn together. So the first word related to pencil. ចឹងពាក្យនេះយើងអានថា pencil យើងអានទាំងអស់គ្នា pencil pencil នេះបើយើងប្រែភាសាខ្មែរគឺខ្មៅដៃពាក្យទី2យើងអានថា pen អានទាំងអស់គ្នា pen pen នេះបើយើងប្រែភាសាខ្មែរគឺប៊ិចបាទពាក្យបន្តមកទៀតគឺ bag bag ចឹងយើងអានទាំងអស់គ្នា bag bag នេះបើយើងប្រែភាសាខ្មែរគឺកាបូបបាទពាក្យបន្តមកទៀតយើងអានថា book book ចឹងយើងអានទាំងអស់គ្នា book ចឹង book នេះគឺសៀវភៅភាសាខ្មែរយើងគឺសៀវភៅពាក្យបន្តមកទៀតគឺពាក្យ desk 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 នេះបើយើងប្រែភាសាខ្មែរគឺតុបាទតុប្រភេទហ្នឹងគេឲ្យឈ្មោះថា desk បាទពាក្យបន្តមកទៀតគឺពាក្យ chair chair ចឹងយើងអានទាំងអស់គ្នា chair chair នេះបើយើងប្រែភាសាខ្មែរគឺកៅអីបាទពាក្យបន្តមកទៀតគឺពាក្យ ruler ruler ចឹងយើងអានទាំងអស់គ្នា ruler ចឹង ruler នេះបើយើងប្រែភាសាខ្មែរគឺបន្ទាត់បាទពាក្យបន្តមកទៀតគឺពាក្យ eraser eraser ចឹងយើងអានទាំងអស់គ្នា eraser ចឹង eraser នេះបើយើងប្រែគឺចូលលុបឬក៏ឧបករណ៍សម្រាប់លុបបាទពាក្យបន្តមកទៀតគឺពាក្យ pencil sharpener pencil sharpener ចឹងយើងអានទាំងអស់គ្នា pencil sharpener ចឹង pencil sharpener នេះគឺឧបករណ៍សម្រាប់ខួងខ្មៅដៃបាទពាក្យបន្តមកទៀតគឺពាក្យ table table ចឹងយើងអានទាំងអស់គ្នា table ចឹង table នេះបើយើងប្រែគឺតុប្រភេទហ្នឹងឲ្យឈ្មោះថា table បាទបន្ទាប់ពីយើងរៀនពាក្យហើយយើងនឹងរៀនបង្កើតប្រយោគម្ដងឧទាហរណ៍ខ្ញុំចង់និយាយថានេះគឺជាខ្មៅដៃមួយដើមតើភាសាអង់គ្លេសយើងថាម៉េចចឹងភាសាអង់គ្លេសគឺ this is a pencil this is a pencil ចឹងមានថានេះគឺជាខ្មៅដៃមួយដើមប្រយោគទី2នេះគឺជាប៊ិចមួយដើមចឹងភាសាអង់គ្លេសគឺ this is a pen this is a pen នេះគឺជាប៊ិចមួយដើមបាទបន្តមកទៀតខ្ញុំចង់និយាយថានេះគឺជាកាបូបមួយភាសាខ្មែរយើងចឹងភាសាអង់គ្លេសមានន័យថា this is a bag this is a bag មានន័យថានេះគឺជាកាបូបមួយបន្តមកទៀតខ្ញុំចង់និយាយថានេះគឺជាសៀវភៅមួយក្បាលចឹងភាសាអង់គ្លេសគឺ this is a book ភាសាអង់គ្លេសយើងគឺ this is a book this is a book ចឹងភាសាខ្មែរនេះគឺជាសៀវភៅមួយក្បាលបាទពាក្យបន្តមកទៀតគឺពាក្យ this is a desk this is a desk ចឹងពាក្យនេះបើយើងប្រែភាសាខ្មែរគឺនេះគឺជាតុមួយចឹង this is a desk បាទយកបន្ទាប់មានន័យថា this is a chair this is a chair
this is a chair បើយើងប្រែភាសាខ្មែរថានេះគឺជាកៅអីមួយប្រយោគបន្ទាប់ this is a ruler this is a ruler ចឹង this is a ruler នេះបើយើងប្រែភាសាខ្មែរនេះគឺជាបន្ទាត់មួយនេះគឺជាបន្ទាត់មួយបាទប្រយោគបន្ទាប់ this is an eraser this is an eraser this is an eraser ចឹងនេះគឺជាចូលលុបមួយឬក៏ឧបករណ៍សម្រាប់លុបមួយតមកទៀត this is a pencil sharpener this is a pencil sharpener this is a pencil sharpener នេះគឺយើងប្រែថានេះគឺជាឧបករណ៍សម្រាប់ខួងខ្មៅដៃបាទបន្តមកទៀត this is a table this is a table this is a table នេះបើយើងប្រែភាសាខ្មែរមានន័យថានេះគឺជាតុមួយឥឡូវយើងរៀនបង្កើតជាសំណួរម្ដងចឹងសំណួរខ្ញុំចង់សួរថាតើនេះគឺជាអ្វីឧទាហរណ៍ថា what is this តើនេះគឺជាអ្វីចឹងសំណួរសួរថាតើនេះគឺជាអ្វីដល់ពេលចម្លើយឧទាហរណ៍ថានេះគឺជាប៊ិចមួយដើមចឹងចម្លើយគឺ this is a pen បាទពេលគេសួរថា what is this ចឹងយើងអាចឆ្លើយថា this is a pen ឬក៏ it is a pen យើងអាចឆ្លើយបានបាទនេះចឹងមានន័យថានេះគឺជាប៊ិចមួយដើមបាទបន្តទៅទៀតសំណួរដដែលដើម្បីយើងឆាប់យល់វាចឹង what is this what is this ចឹងនេះគឺជាអ្វី what's this នេះគឺជាអ្វី this is a pencil this is a pencil មានន័យថានេះគឺជាខ្មៅដៃមួយដើមបន្តមកទៀតសំណួរដដែល what is this what is this ចឹងមានថានេះគឺជាអ្វីចឹងចម្លើយវា this is a bag this is a bag បាទនេះគឺជាកាបូបមួយ this is a bag នេះគឺជាកាបូបមួយបាទបន្តមកទៀត what is this ដូចគ្នាដែរមានថាយើងរៀនឆ្លើយចម្លើយប្រភេទផ្សេងៗគ្នាចឹងយើងសួរសំណួរតែមួយ what is this មានថានេះគឺជាអ្វីចឹងចម្លើយរបស់យើង this is a book this is a book បាទនេះគឺជាសៀវភៅមួយក្បាលបាទយើងរៀនឆ្លើយយ៉ាងមកនេះគឺជាសៀវភៅមួយក្បាល this is a book សំណួរបន្ទាប់ what is this ដូចគ្នាដែរ what is this តើនេះគឺជាអ្វី this is a ruler បាទយើងរៀនឆ្លើយមក this is a ruler នេះគឺជាបន្ទាត់មួយ this is a ruler នេះគឺជាបន្ទាត់មួយបាទសំណួរបន្ទាប់ what is this ដូចគ្នាដែរ what is this នេះគឺជាអ្វីតើនេះគឺជាអ្វី what is this this is an eraser this is an eraser បាទនេះគឺជាជួរលុបមួយឬក៏ឧបករណ៍សម្រាប់លុបមួយបាទបន្តមកទៀត what is this យើងនឹងសួរសំណួរដដែល what is this តើនេះគឺជាអ្វីចឹងចម្លើយរបស់យើង this is a desk this is a desk បាទនេះគឺជាតុមួយបាទបន្តមកទៀត what is this នេះគឺជាអ្វី what is this ចឹងចម្លើយរបស់យើង this is a table បាទ this is a table បាទនេះគឺជាតុមួយ this is a table នេះគឺជាតុមួយបាទបន្តមកទៀត what is this ដូចគ្នាដែរ what is this តើនេះគឺជាអ្វី this is a chair this is a chair នេះគឺជាកៅអីមួយបាទបន្តមកទៀត what is this ដូចគ្នាដែរ what is this តើនេះគឺជាអ្វីចឹងចម្លើយរបស់យើង this is a pencil sharpener បាទ this is a pencil sharpener
This is a pencil sharpener បាទនេះគឺជាឧបករណ៍សម្រាប់ខួងខ្មៅដៃមួយ Thank you everyone for your participate with our English class today, and especially if you like our lesson or YouTube channel, please click subscribe or like or follow. Then you can get more videos from next week, and also you can get new knowledge as well. Thank you.